សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះគឺខ្ញុំមានវិញ្ញាសាផែនដីហើយនេះគឺជាវិញ្ញាសាផែនដីទី1ផងដែរហើយក្នុងវិញ្ញាសានេះគឺមាន5សំណួរដែលសម្រាប់លើកឲ្យអ្នកគ្នាត្រៀមប្រឡងបាក់ឌុបខាងមុខអញ្ចឹងយើងចូលទៅកាន់សំណួរទាំងអស់គ្នាសំណួរគឺសួរថាទី1តើអាជីវកម្មរ៉ែបានជាឥទ្ធិពលទៅលើបរិស្ថានដោយប្រការណាខ្លះទី2តើអ្វីដែលហៅថា fossil ឥន្ធនៈទី3តើការអំពុលទឹកនៅកម្ពុជាប្រព្រឹត្តទៅតាមរូបភាពណាខ្លះចូលពន្យល់ទី4គេបង្កើតតំបន់ការពារធម្មជាតិដើម្បីអ្វីតំបន់ការពារធម្មជាតិមានប្រមាណកន្លែងទី5ដែលចំណុចចុងក្រោយគឺតើធនធានដីត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះអញ្ចឹងនៅក្នុងវិញ្ញាសានេះគឺខ្ញុំមាន5សំណួរហើយអញ្ចឹងយើងគុំនៅបង្អង់យូរតោះយើងដាក់ចម្លើយម្នាក់មួយមកហើយតើយើងដាក់ចម្លើយទី1មកចម្លើយទី1គឺដាក់មកអាជីវកម្មរ៉ែបានជាឥទ្ធិពលទៅលើបរិស្ថានដូចជាត្រី1គឺការបោះបង់ដីចោលហើយត្រីទី2គឺការស្រោចដីត្រីទី3គឺការអំពុលត្រីទី4គឺសូរស័ព្ទត្រីទី5គឺធម្មពលត្រីទី6ចុងក្រោយគឺផលប៉ះពាល់ដល់ជីវៈចម្រុះអញ្ចឹងយើងចូលដល់ចម្លើយសំណួរទី2ដាក់មក fossil ឥន្ធនៈគឺជាធនធានធម្មជាតិកើតឡើងពីសំណល់រុក្ខជាតិដែលកប់ក្នុងសម្បកផែនដីរាប់លានឆ្នាំមកហើយដូចជាធ្យូងថ្មប្រេងកាតនិងឧស្ម័នធម្មជាតិហើយសំណួរទី2គឺមានតែប៉ុណ្្នឹងហើយយើងចូលដល់ចម្លើយសំណួរទី3កម្មពលទឹកនៅកម្ពុជាចាញ់មកពីយើងដាក់ត្រីមួយមកប្រភពដីប៉ែភាគច្រើននៃទឹកលូសំអុយនិងញៀវនិងភ្លៀងត្រូវបានគេបង្ហូរតាមប្រឡាយចំហចូលទៅក្នុងស្រះឬបឹងក្បែរលំនៅឋានប្រជាជនប្រព័ន្ធបានភ្ជាប់ទៅនឹងការបង្ហូរចេញទៅនឹងលំហស្ថាននានាដែលមានសំណល់រាវចេញពីបង្គន់ឬសំណល់ផ្ទះបាយជាដើមហើយយើងតពីមិញហ្នឹងដូចជាលូបង្ហូរទាំងនោះមិនហូរចូលទៅក្នុងទន្លេមេគង្គដែលជាប្រព័ន្ធទឹកយ៉ាងសំខាន់សម្រាប់ប្រជាជនប្រើប្រាស់ផងដែរហើយក្នុងចំណុចត្រីទី1គឺអានេះគឺត្រីទី1ទេអ្នកគ្នាអាកន្លែងនេះណានេះតពីត្រីទី1មិញអាចំណុចរាយប៉ែហ្នឹងណាហើយអានេះគឺក្នុងចំនួនលេខ3ហ្នឹងគឺយើងត្រូវដាក់តាមមួយចំណុចតាមនេះណាគ្នាហើយយើងដាក់ទៀតមកត្រីមួយទៀតហើយប្រភពចំណុចមានដូចជារោងចក្រសិប្បកម្មរោងសាលភោជនីយដ្ឋានសន្តាគារនិងផ្ទះដែលនៅក្បែរទឹកឬទន្លេដែលតែងតែបញ្ចេញកាកសំណល់ទៅក្នុងប្រព័ន្ធទន្លេមេគង្គដែលជាហេតុធ្វើឲ្យទឹកកខ្វក់មានជាតិពុលមានន័យថាយើងចំណុចប្រភពហ្នឹងគឺវាដូចជាមានរោងចក្រទឹកតាមរោងចក្រហូរចូលទៅក្នុងទន្លេអញ្ចឹងវាអាចបង្កមានផលប៉ះពុលជាតិពុលចូលទៅក្នុងទន្លេវាអាចធ្វើប៉ះទឹកហ្នឹងគឺវាខ្វក់ណាស់អ្នកគ្នាហើយសំណួរទី3គឺមានតែប៉ុណ្្នឹងយើងចូលដល់ចម្លើយសំណួរទី4អញ្ចឹងដាក់មកគេបង្កើតតំបន់ការពារធម្មជាតិដើម្បីអភិរក្សជីវៈចម្រុះដល់ការសង្គ្រោះនិងការសិក្សានិងការប្រើប្រាស់នៅគ្នាកន្លែងនេះគឺខ្ញុំសេខុសសំទោសផងខ្ញុំអូខេហើយយើងដាក់មកចម្រុះធ្វើឲ្យគង់វង្សហើយតំបន់ការពារធម្មជាតិគឺមាន23កន្លែងហើយយើងចូលដល់ចម្លើយសំណួរទី5គឺសំណួរចុងក្រោយធនធានដីត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើយើងដាក់ត្រីមួយមកត្រីមួយដាក់មកសំណង់ធ្វើសំណង់ផ្សេងៗដូចជាទីក្រុងហើយដកឃ្លាមកភូមិដកឃ្លាបន្តិចទៀតគឺទីប្រជុំជនហើយយើងដកឃ្លាបន្តិចទៀតគឺប្រព័ន្ធគមនាគមន៍រោងចក្ររោងសិប្បកម្មផ្សេងហើយយើងដាក់ត្រៀមទៀតមកគឺការដាំដុះចុច2ដាំដុះស្បៀងដាំដំណាំស្បៀងដូចជាស្រូវអញ្ចឹងហើយដកឃ្លាបន្តិចគឺការចិញ្ចឹមសត្វហើយដកឃ្លាបន្តិចទៀតគឺដំណាំឧស្សាហកម្មហ
ហើយដកឃ្លានតិចគឺកសិកម្មនិងព្រៃឈើហើយសំណួរគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាបើស្ដាមានថតណាមួយខុសអីអញ្ចឹងអ្នកគ្នាអាច comment ក្នុងក្រុមវីដេអូអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ